ระยะពេលដែលបងចេញពីស្រុកម៉ាឡៃស្រុកកំណើតរបស់បងមានបានជួបបញ្ហាអ្វីខ្លះហើយនៅពេលដែលបងត្រឡប់នៅពេលដែលបងចាក់ចេញពីស្រុកកំណើតធម្មតាបងត្រូវមកតែម្នាក់ឯងឯងអញ្ចឹងក្នុងរយៈពេលហ្នឹងតើបងមានបញ្ហាជួបបញ្ហាវិបត្តិអីខ្លះអត់មានព្រោះយើងមកម្នាក់ឯងអត់មាននិយាយទៅអត់មានបងប្អូនអត់មានអីទំពេញមកសុទ្ធយកមកម្នាក់ឯងសុទ្ធមកម្នាក់ឯងហ្មងបាទអញ្ចឹងទៅយើងមានអីត្បូងមានតែយើងប្រជុំមុខជាមួយនឹងអាភិបឯកាអីចឹងទៅសម្រាប់ខ្ញុំណាជាមួយអាភិបឯកាហើយស្វែងរកមិត្តភក្តិថ្មីស្វែងរកមនុស្សថ្មីដែលយើងគិតថាទុកចិត្តបានប្រស័យតាក់ទងគ្នាបានចាហើយការងារឱកាសអញ្ចឹងពេលដែលបងមកដល់ភ្នំពេញដំបូងហ្នឹងបងមានមិត្តភក្តិទេអញ្ចឹងបងនៅណាពេលហ្នឹងខ្ញុំនៅសាលាមួយព្រោះពេលហ្នឹងអត់ទាន់មានខ្ញុំប្រឡងហើយតែខ្ញុំអត់ទាន់មានលទ្ធផលទេអត់ទាន់ចេញលទ្ធផលទេចាខ្ញុំមានសាលាactually ខ្ញុំមានមិត្តភក្តិដែរខ្ញុំនៅសាលា Techno ចានៅសាលា Techno ហ្នឹងគេមានកន្លែងស្នាក់អាស្រ័យសម្រាប់សិស្សដែលមកពីខេត្ត Yes ហើយខ្ញុំមានបងម្នាក់គាត់ដែលរៀននៅនឹងស្រាប់ហើយគាត់ទៅនៅក្នុងសាលាហ្នឹងមួយគេទៅហើយនៅបានមួយរយៈក៏ចេញមកក្រៅមកនៅក្រៅអញ្ចឹងមានន័យថាពេលដែលបងចេញពីស្រុកកំណើតមកទៅនៅក្នុងសាលាបាទនៅក្នុងសាលាព្រោះពេលហ្នឹងខ្ញុំគិតថាខ្ញុំប្រឡងហើយពេលហ្នឹងខ្ញុំខំទៅរៀននៅជ័យទវីអីទៀតដើម្បីត្រៀមថាមកប្រឡងចុះ Techno ព្រោះខ្ញុំចង់រៀនវិស្វករសំណង់ស៊ីវិលមិនចំណាសិស្សជ័យទវីដែរតាអញ្ចឹងប្រហែលជាសិស្សច្បងអូខេអញ្ចឹងបកមកវិញអញ្ចឹងបងក៏មានមិត្តភក្តិមកដែរហើយរស់នៅក្នុងសាលាប៉ុន្តែក៏មានអារម្មណ៍ថាឯកានៅពេលដែលមកដល់ភ្នំពេញអញ្ចឹងទៅហ្នឹងធម្មតាចុះមានផលលំបាកអីទៀតអត់បងនេះអីផងដូចអត់លុយចាយធម្មតារឿងអត់លុយចាយវាច្រើនក៏ជួបដែរចាជាងហ្នឹងវាអត់មានអីណាគេក៏ប្រជុំមុខមួយអញ្ចឹងចុះការដែលបងខ្លាចជាតារាចម្រៀងរ៉េបហ្នឹងតែណាដែល inspire បងខ្លាំងបំផុតinspire Yes ខ្ញុំគិតថាមនុស្សនៅជុំវិញខ្លួនខ្ញុំនៅពេលដែលខ្ញុំនិយាយថាខ្ញុំ hang out ជាមួយនៅក្នុងរង្វង់សិល្បៈអីច្រើនអញ្ចឹងណាចាអញ្ចឹងនៅពេលដែលខ្ញុំជួបពួកគាត់និយាយមួយពួកគាត់ក៏ដូចជាមានឱកាសធ្វើការពួកគាត់មានឱកាសធ្វើបទចម្រៀងខ្ញុំគិតថាហ្នឹងគឺជាហេតុផលដែល inspire ដូចជាជំរុញឲ្យខ្ញុំចង់ផលិតស្នាដៃអូខេបងអញ្ចឹងមុននេះវិចារបានដឹងថាកាលពីបងមិនដល់ខ្លាចជា rapper បងគឺជាអ្នកគូគំនូរ Jazz អញ្ចឹងសប្តាហ៍ថ្ងៃហ្នឹងតើបងមានការងារអីផ្សេងក្រៅពីការងារសិល្បៈហើយនឹងគូគំនូរហ្នឹងទៀតអត់បងមែនតើឥឡូវហ្នឹងគឺ 100% សិល្បៈសុទ្ធមកបាទគាត់ថាជាមួយចម្រៀងហ្នឹងវាយើងដិតឥឡូវហ្នឹងបាទធ្វើចម្រៀងជាប់ធ្វើអីចឹងដែរចាបងអញ្ចឹងការគូរូបអីហ្នឹងវាជារៀបត្រឡប់ឬក៏កំដរអារម្មណ៍នឹងទេអីចឹងដែរអូខេយកបងចុះបងខ្វានមានបទចម្រៀងថ្មីអត់មានវ៉ាវបទចម្រៀងចំណងចឹងថាម៉េចបងហ្នឹងគេប្រាប់ចាអាចប្រាប់ពីអត្ថន័យដែលមែនអត្ថន័យនៅក្នុងបទចម្រៀងនេះខ្លះ spoil ឲ្យទស្សនិកជនអស់នេះគាត់ចាប់អារម្មណ៍ខូចចិត្តអ្នកទាំងអស់គ្នាខូចចិត្តយំយ៉ែទឹកភ្នែកទឹកសរសៃខូចចិត្តទេណាបាទគេច្រើនខូចចិត្តឲ្យខ្ញុំទៅសុបាយលុតកញ្ឆេងអីធ្វើបានតែក៏អត់mood អត់ធ្វើ mood ចម្រៀងខ្ញុំចម្រៀងខូចចិត្តអូខេ sad boy មិនចម្រៀងខូចចិត្តឯរបៀបតែដងអីចឹងទៅបើតែខូចចិត្តមែនតើហ្មងក៏មិនជាណាស់ណាដែរតែមែនតាវិចារធ្លាប់ស្ដាប់បទចម្រៀងដែលមាន lyric មេសតងខ្ញុំក៏យកតងឯងជិះមក sad ដែរប៉ុន្តែសប្បាយលក្ខណៈថាស្ដាប់ទៅក៏ពិតបើយើងស្ដាប់ចង្វាក់ចម្រៀងយើងស្ដាប់ប្រូលវាប្រូសែប៉ុន្តែបើយើងគិតថាមេឃសតុំខ្ញុំអង្គុយយកតងមានន័យថាមេឃរកភ្លៀងហេតុអីបានអត់ទឹកសាកអាវហើយនឹងអង្គុយយកតងជាងបត់ស្នេហាសន្យាតងបងអញ្ចឹង lyric like ចេញមក in touch like sad ប៉ុន្តែធ្វើឲ្យមនុស្សយើងរៀងរាំឬក៏ញាក់កន្ត្រាក់អារម្មណ៍បានខ្ញុំចង់ឲ្យគេរបៀបពេលស្ដាប់ទៅមិនប្រាប់អីថងចង់ឲ្យគេគិតអីមួយអញ្ចឹងចឹងទៅគេមានតបគេស្ដាប់អាហ្នឹងហើយគេមានការទៅចែកគ្នារបៀបហ្នឹងស្អីគេអីចឹងចឹងហើយបានធ្វើឲ្យមនុស្សយើងអត់សូវអុកសុកដូចជាខ្ញុំចឹងខ្ញុំមិនសាអុកសុក
តោះទស្សនិកជនទាំងអស់គ្នាឥឡូវវិចារណនាំបងប្អូនទាំងអស់គ្នាទៅស្ដាប់នៅបទចម្រៀងដែលកំពុងតែផ្ទុះខ្លាំងមែនទែនរបស់បងខ្វាន់ពីបទយ៉ាកាយ៉ូតើអត្ថន័យបទយ៉ាកាយ៉ូនេះមានអត្ថន័យយ៉ាងណាដូចឈួលចេញពីក្នុងមកបងខ្វាន់អញ្ចឹងមូលហេតុអីបានធ្វើឲ្យបងបង្កើតនៅបទចម្រៀងយ៉ាកាយ៉ូនឹងឡើងមកសម្រាប់ខ្ញុំបទយ៉ាកាយ៉ូវាដូច character មួយចឹងដូចជា character របស់មនុស្សឬក៏ណាគេម្នាក់ដែលមាន point of view ទៅលើសាច់រឿងឬក៏អ្វីគ្រប់យ៉ាងនៅជុំវិញខ្លួននិងជីវភាពរស់នៅប្រចាំថ្ងៃអញ្ចឹងណា so គេថានឹងវាជាអត្ថន័យនៅក្នុងបទយ៉ាកាយ៉ូ based on true story អញ្ចឹងទៅ yes អូហើយមួយទៀតបងហើយមិនបានជាបងបង្កើត mixtape ដាក់ឈ្មោះថាសាន់ម៉ាឡៃក៏ប៉ិតខ្ញុំសាន់ម៉ាឡៃខ្ញុំបង្គំពាក្យពីរចូលគ្នាសាន់ហ្នឹងដែលយើងបកប្រែថាជាកូនប្រុសអីចឹងទៅម៉ាឡៃគឺជាឈ្មោះប្រសពរបស់ខ្ញុំអញ្ចឹងវាជាមួយគ្នាទៅមិនមានន័យថាខ្ញុំចង់ដាក់ពាក្យនឹងចូលគ្នាជាភាសាអង់គ្លេសបកប្រែតែសម្រាប់ខ្ញុំពាក្យសាន់ម៉ាឡៃនៅពេលជាប់គ្នាទៅវាសំឡេងវាធ្វើឲ្យខ្ញុំមានអារម្មណ៍អីមួយចឹងណា so អញ្ចឹងខ្ញុំគិតថាដូចខ្ញុំហែកម៉ាឡៃអីចឹងទៅ tasty សាន់ម៉ាឡៃអូខ្ញុំអត់ expect ថាសាន់ហ្នឹងគឺជាកូនប្រុសស្មើតែសាន់ហ្នឹងសាន់ព្រះអាទិត្យអីវិញអត់អូ so good សាន់ម៉ាឡៃអូខេបងបើតាមដឹងបងជាអ្នកសរសេរទំនុកចម្រៀងគឺធ្វើបទចម្រៀងហ្នឹងគឺបងជាអ្នកធ្វើតើមូលហេតុអីដែលធ្វើឲ្យបងនិយាយថាបងចេះសរសេរចេះអីហ្នឹងមកពីណាឬក៏បងសិក្សាវាដោយខ្លួនឯងបើរឿងសរសេរខ្ញុំមកក្នុង mixtape ដូចជាសរសេរតែប៉ុន្មានដែរព្រោះបទខ្លះគឺជាបទដែលខ្ញុំធ្លាប់ record តាំងពីប្រហែលឆ្នាំមុនតែវាអត់ទាន់ចប់អីចឹងទៅយកវាមកបរហើយបទខ្លះយើងគ្រាន់ដូចទាញ microphone មកច្រៀងច្រើនហ្នឹងទៅចូលចិត្តឯណាទុកឯហ្នឹងតែបើថាឲ្យសួរតែសរសេរកាន់បិចសភៅសរសេរហ្មងអត់សូវមានអញ្ចឹងបទចម្រៀងដែលបងផលិតចេញមកហ្នឹងពីចឹងបងជាអ្នកសរសេរទៅអត់អ្នកហ្នឹងឯងអ្នកសរសេរអ្នក record ប៉ុន្តែដូចខ្ញុំនិយាយមុនហ្នឹងថាខ្ញុំអត់សូវសរសេរគេច្រើនខ្ញុំទាញ microphone មកច្រៀង pro ទាំងអស់ហ្នឹងថា pro មកបត់ហ្នឹងហើយអញ្ចឹងខ្ញុំ pick ថាកន្លែង part ណាដែលខ្ញុំចូលចិត្តខ្ញុំ keep កន្លែងណាចូលចិត្តខ្ញុំទាញ microphone ហ្នឹងខ្ញុំ record តគាត់នឹកឲ្យភ្លាមអញ្ចឹងបាទអូពិតជា unique man ចាតែមកអង្គុយសរសេរហ្មងធ្លាប់ធ្វើប៉ុន្តែ process ហ្នឹងខ្ញុំជប់ធ្វើទៀតហើយខ្ញុំច្រៀងយកដែរច្រៀងយកហ្មងជាតិហ្មងហូយអត់ដឹងថាត្រូវទៅសារបែបណាទៀតទេអត់មានសរសេរគឺថាគាត់នឹកឃើញបងផាន់គឺច្រៀង record យកហ្មងចាបងឥឡូវហ្នឹងជាមរអារម្មណ៍ភីងតែមានអារម្មណ៍ភីង1 2 3ញ៉ាឃើញគ្នាឃើញអត់បានទេញ៉ាំទៅទៀងទាត់សម្រាប់គ្រប់គ្រាន់ញ៉ាំទឹកច្រើនហើយហាត់កីឡាវ៉ាវ